Bà khi số đây bục một thế chân trong video này nhóm prep bóng phone vì việc này cả add email tam và dẫn đích cho đượcក្នុង account បានអញ្ចឹងទី1គឺបងប្អូនត្រូវមាន email យ៉ាងដិចបាទត្រូវមាន email យ៉ាងដិចសិនដល់បាទដែលច្បាស់ថាពេលដែលយើងបង្កើត account ឬក៏យើងត្រូវការ add email អីទៅ Facebook វា send email ទៅយ៉ាងដិចផងយើងអញ្ចឹងណាបាទនិយាយទៅគឺ email ដែលវាទទួលបានពេលដែលយើងបង្កើត account ឬក៏យើង add email ទៅវាផ្ញើលេខកូដមកយ៉ាងដិចផងយើងបាទអញ្ចឹងដោយបងប្អូនឃើញស្រាប់ហើយបើសិនជាករណី Facebook ពេលដែលយើងបង្កើត account ឬក៏យើង add អីទៅវាអត់ផ្ញើលេខកូដមកទេគឺ email ហ្នឹងគឺយើងយកមកប្រើការទេណាបាទអញ្ចឹងដើម្បី add email យ៉ាងដិចផងយើងចូលទៅក្នុង tool បានទីមួយយើងចុចលើកន្លែង setting កន្លែងនេះបាទហើយយើងយកកន្លែង all setting កន្លែងចំណុចនេះមកហើយយើងចុចលើកន្លែង email client បាទ email client នេះគឺបងប្អូនត្រូវ take តាមខ្ញុំទាំងអស់ណាបាទ take តាមខ្ញុំអញ្ចឹងទៅហើយបន្តទៀតយើង click យកកន្លែង security បាទណាចុចលើកន្លែង security មកហើយយើងចុចលើកន្លែង app password បាទអញ្ចឹងយើងចូលទៅបង្កើតនៅ app password ផងយើងមួយអញ្ចឹងណាបាទអញ្ចឹងយើងចុចលើកន្លែង email address នេះមកបាទហើយបន្តទៀតគឺយើងវាយនេះចូលវាយយ៉ាងដិចផងយើងចូលណាបាទអញ្ចឹង email របស់ខ្ញុំគឺអញ្ចឹងមកហើយ .com អូខេបាទអញ្ចឹងយើងដាក់ចឹងមកហើយយើងបើក note មួយណាយើងបើក note មួយទុកមកហើយយើង copy អានេះទុកមកបាទផាសវាចូលហើយយើងចុចយក next បាទហើយយើង copy password នេះ copy វាមកទៀតមកហើយយើងដាក់សញ្ញា voucher មួយទៅណាបងប្អូនបាទហើយផាសវាចូលបាទតែប៉ុណ្្នឹងទៅហើយបងប្អូនចុច close មកបាទណែអានេះក្នុងយ៉ាងដិចក្នុង email account យ៉ាងដិចយើងបង្កើតតែប៉ុណ្្នឹងទៅបានហើយបន្តទៀតយើងចូលមកក្នុង tool ផងយើងវិញអញ្ចឹងចូលក្នុង tool កន្លែងនេះគឺយើងរើសយកយ៉ាងដិចណាបាទរើសយកយ៉ាងដិចមកហើយយើងចុចលើកន្លែង add កន្លែងនេះមកបាទអញ្ចឹងនៅពេលដែលយើងចុច add វាលោតតែផ្ទាំងនេះមកឲ្យយើងមួយណាបាទលោតផ្ទាំងនេះមកឲ្យយើងមួយអញ្ចឹងបងប្អូនដាក់យ៉ាងដិចរបស់បងប្អូនចូលទៅបាទអញ្ចឹងអានេះខ្ញុំ copy យើងទុកមកណាបាទយើង copy យកមកមិញបាទយកមកដាក់ចូលប្រព័ន្ធវាបាទឥឡូវខ្ញុំបិទវាចោលអស់សិន copy ទុកហើយនេះខ្ញុំចុច add មកនេះបងឃើញអានេះគឺ sample ខ្ញុំដាក់ឲ្យបងប្អូនតែអញ្ចឹងយើងគាត់ទៅលុបអានឹងចោលហើយផាសយ៉ាងដិចរបស់បងប្អូនចូលវិញមកណាហើយយើងចុចលើកន្លែង save នេះមកបាទតែប៉ុណ្្នឹងហើយគឺអូខេហើយអញ្ចឹងណាបាទគឺរបៀបការដាក់ email យ៉ាងដិចចូលទៅក្នុង tool បាទហើយយើងមើលមេរៀនបន្តទៀតតកតងរបៀបការ import account ដើម្បី run tool ណាបាទសូមអរគុណ